bà an của mình phải mất ban tách bố để xa nên là so tôi cho phải khăn cho mưa ọt khơi thì bà đang từ tranh Espagne Euro bị bọn phải buồn nó chắc bên nhóm miền tha ấy nhóm tha tranh là ngày bà cái tại Espagne pi mùi bà rất chứ nhóm cái tha và hai chi ọt bài bông mòn Espagne thế ọt bài bông mòn Espagne ọt bài bông mòn Espagne thế bà sân chỉ với Espagne đã rotary nên năng anh và bạn nè bà và bạn nè hai np trong tăng chưa nè và bà cụ phân tê đọ rotary chính đã tại sai và rút cháu tao rồi bà chẳng nhóm cái tha Espagne សម្រាប់លោក Fonte គឺគាត់មិនព្យាយាមឲ្យកីឡាករយើងមើលតែ Euro ទៅឃើញណាបាទគាត់មិនព្យាយាមឲ្យក្រុមរបស់គាត់គឺលេងដាក់សម្ពាធធ្ងន់ធ្ងរទៅលើក្រុមម្ខាងទៀតទេមានន័យថាមិនមុំបាទធ្វើមិនគឺគ្រប់គ្រងស្ថានភាពនៅលើទីលានបាទមានបាល់លេងច្រើនបាទមានការបង្កើតឱកាសច្រើនបាទទោះបីបាល់មិនចូលក្តីប៉ុន្តែមានការគ្រប់គ្រងបាទស្ថានភាពលើទីលានបានច្រើនគឺគាត់បានទុកចិត្តហើយបាទសម្រាប់ការប្រកួតហ្នឹងបាទមនុស្សនេះគិតលើអកតេលើសតង់ទីណាអាហ្នឹងដឹងទេបាទមិនអេស្ប៉ាញលេងអត់ល្អដូចអឺរ៉ូទេបាទកីឡាករនៅដែរកីឡាករណានៅដែរអត់មាននីកូវីលៀមផងហ្នឹងហើយបាត់នីកូវីលៀមបាទអត់មាននីកូវីលៀមផងហើយការនោះហ្គាវីបាទរបួសហ៎បាទហើយឥឡូវហ្គាវីមានគ្នាមានតន់បាន fit ណាឃើញហ្គាវីអត់បានលេងមានពេទ្រីមួយហ្នឹងបាទដាក់ពេទ្រីម្នាក់ហ្នឹងបាទបើសិនជាបានពេទ្រីហ្នឹងហ្គាវីចូលគេណាដាវញីឈ្មោលបាទហើយបូកជាមួយនឹងបាទនីកូវីលៀមហើយនឹងយ៉ាម៉ាល់គេហៅថាម្ខាងឆ្វេងម្ខាងស្ដាំដូចក្តាក់ខ្លាដុសស្លាបបាទហើយបាយទៅបិទទេបាទប្រវត្តិឆ្វេងក៏បង្កើតប្រវត្តិស្ដាំក៏បង្កើតត្រូវហើយបាទហើយអ្នកកដាលវិញចាំទៅបាទអ្នកណារករាប់បានមិនដឹងទេដាក់មើលណូចូលបដៅបាទអត់មានគិតច្រើនលឿនវាល្បីលើមានល្បីកីឡាករមើលណូដែលជាខ្សែប្រយុទ្ធកាចអាចរកគ្រាប់គាត់មិនខ្សែប្រយុទ្ធណាគាត់បំរើដែរតែដឹងដាក់គាត់ដឹងមិនប៉ុន្តែយើងកន្លែងឃើញអញ្ចឹងមែនណាគឺសម្រាប់មើលណូនេះគឺគាត់បាទយើងថាគាត់ជាកីឡាករនាំសំណាងតែមិនមែនទេវាគឺជាតាក់ទិករបស់គ្រូបាទគ្មានអ្នកណាដឹងថាគ្មានអ្នកណាគិតដល់ថាមើលរ៉ូណូនេះគឺមករកគ្រាប់ទេបាទអាហ្នឹងគឺជាតាក់ទិករបស់គ្រូបាទទៅគិតអីដល់ទៅលេងតទល់មួយបារាំងហើយឆ្លងផុត basic សិនទៅបាទ basic ហ្នឹងឆ្លងផុតអេស្ប៉ាញទៅដល់មួយបារាំងបាទយើងដូចយល់មិនសើមិនអញ្ចឹងគ្មានបានមើល live ទេងើបមិនទាន់ទេbasic ស្ទើបាទស្ទើប្រយុទ្ធទេនិយាយសម្បូរភាពអត់ទេបាទតានីកូវីលៀមអត់ជាប់ជំរឿជាតិជាប់តែអត់មានឈ្មោះលេងក៏អត់ fit បាទអត់ fit ដូចជាប្រកួតទី2ជំរុះក្នុងពូលគាត់បានលេងដែរបានលេង10ទីបានលេងចុងម៉ោងបន្តិចបន្តមកទៀតគឺឃើញសារព័ត៌មានបានប្រកាសឲ្យថាគាត់មានបញ្ហារបួសបន្តទៀតអញ្ចឹងសម្រាប់នីកូវីលៀមតាំងពីគាត់នៅក្លឹបម៉េះប្រិមិត្តតាំងពីជាប់ឈ្មោះជាជំរឿជាតិគឺគាត់របួសប្រោយបាទគាត់របួសប្រោយហើយគ្រូរំពឹងថាគាត់នឹងអាចចូលលេងបានអញ្ចឹងណានីកូវីលៀមនឹងអត់មានលឺលហិចលហៀងបែកវីដេអូដោយអាម៉ាល់អីតែគ្នាដូចអាផងរបួសអីណាអាម៉ាល់អានោះផងអីផងអត់មានអីអានោះលេងធ្វើដឹងបាទហើយអេស្ប៉ាញស្មើទាំងអស់ហ៎បាទយប់មិញ4បិទអាពេមិនជាប់ទេបាទបាទនិយាយមិនបាក់ណាស់លោកអើយបាទអញ្ចឹងខ្ញុំនិយាយដដែលថាបារាំងមិនមែនល្អប្រព័ន្ធលេងអីទេគឺល្អកីឡាករយកតែម្ដងបាទព្រោះថាលឿន4អ្នកលឿនទាំងអស់ហ្នឹងហើយបាទនឹងបិទអ្នកណាទុកអ្នកណាយើងគិតមើលគ្រាន់បាកូឡាមកហ្វាគាត់នៅពេលចាប់ផ្ដើមដូរចូលគ្មានរត់ឈ្នះទេទៅម្នាក់ឯងតែគាត់អ្នកចាំទីជួយបានបាទមកហ្វាតែនឹងអ្នកចាំទីជួយបានហើយអូលីសវិញបាទបាត់បាទគាត់ភ័យជាមួយតែមែនដេះទេផុតតែមែនដេះទៅមានតែកឡុកវិញនឹងគ្មានអ្នកណាអាចនឹងទៅទប់ជាមួយគាត់ទេដល់អញ្ចឹងវាគេហៅថាខ្ញុំពិបាកនិយាយមែនអត់មានកាន់ជើងបារាំងទេប្រិមិត្តប៉ុន្តែប្រិមិត្តអាចមើលការប្រកួតបានល្អពេកកីឡាករគាត់ល្អពេកហើយចង់ទប់បើជាមួយបារាំងបានគឺមានធ្វើដោយប៉ារ៉ាហ្គាយអញ្ចឹងបាទជួបដាក់ខោជួបតបខោជួបត្បូនឹងជួបកាច់នឹងរៀងញ៉ាយរៀងញ៉ាតិចបាទប្រយុទ្ធចង់រត់ក៏មើលទៅរៀងគិតមើលសិនដែរបាទហើយបើសិនទៅដាក់ឈើច្រត់ពីខបាទទៅគឺរបៀបខ្លាចកីឡាករមកខាងគេណាបាទរងអេស្ប៉ាញបានដែរគូនេះខ្ញុំដូចជាមិនចង់ឲ្យប្រិមិត្តវិនិយោគUnder ក៏ពិបាកវាយក៏ពិបាករកក៏ពិបាកភាពពីទូខ្ញុំមិនដឹងទេណាបាទហើយខ្ញុំក៏បាទនិយាយមកថាជាការគ្រប់គ្រងវាតែប៉ុណ្្នឹងឯងបាទហើយខ្ញុំក៏ពួកគាត់ថាខ្ញុំពួកគាត់ស្ដីឲ្យខ្ញុំមិនជេរខ្ញុំមិនក៏ខ្ញុំមិនដែរទៅខឹងពួកគាត់ដែរព្រោះដោយសារហេតុអីបាទវាគឺជាការគ្រប់គ្រងអញ្ចឹងមួយគេហៅថា idol បាទការយកចិត្តទុកដាក់មួយ idol របស់គាត់ណាបាទប៉ុន្តែពេលខ្លះយើងកុំយើងស្រឡាញ់ទៅប៉ុន្តែយើងកុំ
ខ្លាំងពេករហូតដល់ប្រើពាក្យសម្ដីវាហួរប្រមាណអញ្ចឹងណាដូចថាត្រូវនិយាយដល់ឪពុកម្ដាយឬក៏អីវាអត់ស័ក្តិសមទេណាបាទអញ្ចឹងធម្មតាទេបាទគេឌឺយើងឌឺវិញទៅបាទណែរបៀបសบายសบายចឹងបាទសบายបាទឬក៏ឌឺមិនសบายក៏បានដែរបាទអូអី idol អញគ្រាប់បាល់ចិត្តបាទ maximum នេះបាទក្របបោកបាល់ច្រើនជាងគេលើពិភពលោកហើយចុះខាងនោះវិញថាបានបើខាំដងនៅនោះហ្នឹងបាទហើយបានយូហ្វា Champions League ហ្នឹងហើយលេងបានមួយក្លឹបហ្នឹងឃើញទេបាទណាលុយច្រើនជាងហ្នឹងអញ្ចឹងគេធម្មតាហ្នឹង fan គេនាំនេះអញ្ចឹងបាទហើយខ្ញុំហ្នឹងក៏ត្រូវគេជេរទៅវាច្រើនដងហើយដែរដោយសាររឿងប្រៀបធៀបហើយតែខ្ញុំមិនដែលប្រៀបធៀបទេហើយខ្ញុំគ្រាន់តែជំរាបជូនប្រិយមិត្តថាគាត់ទាំងពីរនាក់នេះគេហៅថាវាអស្ចារ្យពេកទៅហើយបាទរ៉ូណាល់ដូគាត់មានចំណុចល្អរបស់គាត់ផ្សេងមេស៊ីគាត់មានចំណុចល្អរបស់គាត់ផ្សេងបាទរឿងអាស្រូវបាទយើងអាចនិយាយបានថាអូខេរ៉ូណាល់ដូគាត់មានរឿងច្រើនបាទតើតើជាមួយនឹងរឿងជីវិតផ្ទាល់ខ្លួនរបស់គាត់តែយើងកុំយកវាមកលូកលាន់បាទព្រោះហ្នឹងវាគឺជារឿងជីវិតផ្ទាល់ខ្លួនរបស់គាត់ទេបាទអញ្ចឹងរឿងកូនគាត់បាទម្ដាយនៅណាអីនៅណីអាហ្នឹងជារឿងផ្ទាល់ខ្លួនរបស់គាត់យើងមិនត្រូវយកអាហ្នឹងមកលូកលាន់ទេបាទយើងនិយាយអំពីបាល់ទាត់យើងឌឺគ្នាបាល់ទាត់យើងឌឺតាមបាល់ទាត់បាទអញ្ចឹងដូចថតដែរបាទអើយបាទទីផុតបាន World Cup ទេណណែបាទហើយគាត់ណាគេលេងតាំងពីអង់គ្លេសអេស្ប៉ាញអ៊ីតាលីដល់ណាដល់ណីឯងនេះលេងបានតែមួយក្លឹបនៅហ្នឹងណែអញ្ចឹងបាទអញ្ចឹងវាតែប៉ុណ្្នឹងឯងបាទបាកូឡានោះរត់សុទ្ធតែវ៉ាខ្សែការពារគេបាទចូលទៅដឹងតែវាយទៅបារាំងញើដែរហ្នឹងបាទទេថ្ងៃប៉ារ៉ាហ្គាយបារាំងចង់ភ័យដែរហ្នឹងអីចង់ភ័យហ្នឹងហើយបងចូលមានមិនចូលទៅក្លេដៃក្លេជើងអ៊ំបាប៉េដួលឲ្យចង់20ដងវាស្អីទៀតបាទហើយសំខាន់ប៉ារ៉ាហ្គាយមានការលើកមួយសោះមានការលើកសោះអីលោតតែតកែងងាប់បួបាយច្រមុះបាទអត់ការអីមួយអត់យល់បាទអរគុណច្រើនបាទពុនលឺចាស្ទីនបាទហើយអូម៉ូមិនហើយបាទអលម៉ូបាទដូចជាអត់មានបញ្ហារបួសអីទេបាទ Dani Olmo លេងរហូតទៅបាទលេងរហូតហ្នឹងហើយគ្រាន់ថាគ្រូគាត់អត់របៀបលោកហ្វិនទេគាត់របៀបបបគាត់គឺប្លែកដែរបាទតែពិតបើសិនជាយើងប្រៀបធៀប Olmo ហើយនឹង Oyarzabal យើងក៏ឃើញដែរ Olmo គាត់ដូចជាទំនងជាងណាប៉ុន្តែគ្រូដាក់ Oyarzabal មកដាក់ប្រយុទ្ធយើងគាត់មើលតាំងពីដើមរហូតបាទការប្រកួតមកគឺ Oyarzabal គឺតែតែស្កាតបាទ line up ដំបូងរហូតអញ្ចឹងគ្រូបាទខ្ញុំនិយាយត្រង់ថាខ្ញុំទៅសារទៅលោកហ្វិនទេណារបៀបរបបក្នុងការដឹកនាំរបស់គាត់គឺប្លែកដែរបាទហើយយើងនិយាយថាតាមដានគឺស្មានចិត្តគាត់អត់ចង់ត្រូវទេណាបាទអញ្ចឹងប្រគួតខ្លះគាត់អត់ដាក់ Nico William ទេ Nico William ដាក់តង់2បាទពេលខ្លះដាក់តង់1ហើយយើងពេលខ្លះយើងឆ្ងល់ទេថាដក Nico William ចេញបាល់ពងអត់មានគ្រាប់មិនតែដក Nico William ចេញប៉ុន្តែគាត់មានរបៀបរបបរបស់គាត់ផ្សេងទៀតមានក្បាច់ស្នៀតរបស់គាត់អញ្ចឹងគាត់ថាសរសើរទៅលើគាត់មែនតើបាទក្នុងការដឹកនាំបាទបារាំងលេខ1ពេលបច្ចុប្បន្នតែអាចនឹងធ្លាក់បាទបោះផ្លាត់បោះអេស្ប៉ាញខ្ញុំឃើញថាវាល្អមិនគេជេររហូតចឹងពេលខ្លះទៅខ្ញុំនិយាយពីកខកខគោចឹងទៅហើយដល់ពេលប្រិមិត្តអ្នកដែលកាត់យកខ្ញុំទៅកាត់យកត្រឹមតែងោចទៅហើយងាប់ខ្ញុំនៅបដ ாய் តែខ្ញុំអត់បញ្ហាទេប្រិមិត្តជេរក៏ជេរទៅបាទខ្ញុំធ្វើមិនបើជាធម្មតាទេបើយើងចេញមុខមកអញ្ចឹងហើយគឺត្រូវតែមានអ្នកស្អប់មានអ្នកស្រឡាញ់ហើយបាទអញ្ចឹងបើយើងទ្រាំបានយើងជេរទៅវិញអាហ្នឹងយើងវាខុសហើយវាអត់ត្រូវទេបាទតែឌីដងគ្នាវាមិនស៊ីជាងផុតទេប៉ារ៉ាហ្គាយចតកុងតឺន័រមិនមែនឡានក្រុងទេអីមិនមែនកុងតឺន័រទេបាទចតកុងតឺន័រហើយប្រកបមីនទៀតកុងតឺន័រប្រកបមីនបាទទៅមួយដាក់ប្រាវបាទអើយទក់សាច់បាទកីឡាករបារាំងបាទការរើការក្លឹបត្រឡប់មកវិញពេលណាខែ8ថ្ងៃ20បាទថ្ងៃ20យើងខែ8បាទជំនួបបើកឆាដល់ Premier League បាទគឺ Chelsea ប៉ះមួយ Fulham គ្រូថ្មីទាំងពីរបាទលោក Arbeloa របស់ Real Madrid ណាប្រិមិត្តណាឥឡូវគាត់មកដឹក Fulham ហើយសម្រាប់ Chelsea នេះគឺលោក Xabi Alonso បាទគ្រូ Real ទាំងពីរទៀតគ្រូ Real ដូចគ្នាគេដេញចាញ់ដូចគ្នាបាទគេដេញចាញ់ដូចគ្នាបាទអញ្ចឹងមកប៉ះគ្នានៅអង់គ្លេសបាទទៅមើលទៅយ៉ាងណាវិញបាទតាទៅឲ្យអេស្ប៉ាញទៀតហើយបាទខ្ញុំឆ្ងល់គ្រូអាសង់ទីនដាក់ដឺប៉ូលេង11នាក់រហូតទាំងដែលខូចបាល់ដូចស៊ីបាយពេលខ្លះយើងមើលទៅគាត់មិនសូវកើតការបាទប៉ុន្តែគ្រូអត់មានជំរឿជួនកាលណាបាទវាមានហេតុផលច្រើនពេលខ្លះគ្រូអត់មានជំរឿនៅក្នុងតំបន់ដឺប៉ូលអញ្ចឹងបើសិនជាគាត់ដាក់ឲ្យមេស៊ីលេងកន្លែងដឺប៉ូលបាទវាអាចនឹងខុសពីតំបន់ប្រយុទ្ធស្លាប់ស្ដាំ
អញ្ចឹងវាទៅជាចំណុចមួយផ្សេងទៀតអញ្ចឹងណាប្រិមិត្តបាទពេលខ្លះយើងឆ្ងល់តែគ្រូគឺមានរបៀបរបបរបស់គេបាទពេលខ្លះគ្រូក៏មិនចង់ដាក់ដែរប៉ុន្តែគឺត្រូវតែឲ្យកីឡាករខំទោះបីជាកីឡាករនោះមានកម្រិតទាបប៉ុន្តែត្រូវតែខ្វះកន្លែងហ្នឹងវាពិបាកបាទអញ្ចឹងណាចំណុចខ្លះបាទតែពេលខ្លះទៀតទៅគ្រូធ្វើឲ្យកីឡាករថាកីឡាករលេងអញ្ចឹងបាទអញ្ចឹងវាធ្វើឲ្យក្រុមផ្សេងទៀតមើលមិនយល់បាទដូចយើងនិយាយថាមិនក៏គ្រូនៅតែដាក់គាត់ទៀតប៉ុន្តែមិនក៏ដាក់គាត់ទៅឈ្នះហ៎ហើយយើងគ្រាន់តែមើលចំណុចហ្នឹងអញ្ចឹងខ្ញុំគិតថាពេលខ្លះក៏វាជាតាក់ទិកនិងតិចនិចរបស់គ្រូដែរបាទបង Tiger មកដោយប្រជាជនប្រេស៊ីលបាទតាជួយគ្រូថ្មីលីវភូលគឺថាល្អអត់បាទសម្រាប់លោកអៃរ៉ាអូឡាបាទសម្រាប់លោកអៃរ៉ាអូឡាបាទក្នុងការដឹកនាំលីវភូលនេះបើយើងនិយាយទៅគឺគាត់អត់មានការដឹកនាំអីណាដែលលេចធ្លោទេប៉ុន្តែគាត់ប្រកែទិញដូរកីឡាករបាទលក់ចេញបានថ្លៃទិញបានថោកហ្នឹងណាបាទអញ្ចឹងគាត់តែប៉ុណ្្នឹងទេបើយើងឃើញមកគាត់ធ្វើបានល្អច្រើនបាទសម្រាប់លោកអៃរ៉ាអូឡាបាទគាត់ថាលីវភូលធ្វើអញ្ចឹងមិនមែនមកប្រកែកដណ្ដើមពៀនទេទៅយើងមកដើម្បីធ្វើ business វិញហើយបាទគ្មានកីឡាករណាយុទ្ធធរជាងបាល់ទាត់ទេគ្មានកីឡាណាយុទ្ធធរជាងបាល់ទាត់ទេបាទខ្ញុំគិតថាអត់ទេបាទបោះប៊ូលយុទ្ធធរជាងគេបោះត្រូវគិតបោះត្រូវបោះណាកូនទៅចិត្តប៊ីច្រើនជាងគេណាក្នុងវិញពោបាទមានឡូរីកូអីគេបាទណានលឿនបាទអានអត់យល់បាទតាsố 1តើកីឡាករដែលមកប្រកួតជម្រើសជាតិទទួលបានលុយដែរទេហើយគេបែងចែកលុយហ្នឹងយ៉ាងណាវិញអញ្ចេះសម្រាប់កីឡាករនៅក្នុងជម្រើសជាតិគឺតួនាទីរបស់សហព័ន្ធបាល់ទាត់ប្រចាំប្រទេសនីមួយថាតើគាត់នឹងត្រូវចែកទៅកីឡាករប៉ុន្មានបាទដូចបារាំងអញ្ចឹងគឺគេដាក់ហើយបើសិនជាកីឡាករបារាំងលើកពានបាទគេនឹងទទួលចឲ្យទៅកាន់បាទកីឡាករក្នុងម្នាក់1លានអឺរ៉ូអញ្ចឹងណាបាទអញ្ចឹងតម្លៃខ្លួនរបស់គាត់ហ្នឹងគឺផ្សេងហើយគឺគេបើលុយ1លានម្នាក់បន្ថែមទៀតរង្វាន់1លានម្នាក់បន្ថែមទៀតបើដូចជាឈ្នះជើងឯងដូចបានប្រហែល50លានបាទអញ្ចឹងចំណុចហ្នឹងគឺតាមសហព័ន្ធនីមួយអញ្ចឹងនៅក្នុងការប្រកួត World Cup នេះគឺក្រុមនីមួយឲ្យតែមានឈ្មោះចូលគឺនឹងទទួលបានទឹកប្រាក់ចំនួន$10លានហើយនឹងចំនួនលុយ$2លានកន្លះទៀតគឺទុកសម្រាប់បាទហូបស៊ីចាយហូបចុកធ្វើដំណើរបាទទៅណាទៅណីអញ្ចឹងក្រុមដែលមកត្រឹមតែវគ្គដំបូងគឺទទួលបានថវិកាសរុប$12.5 លានបាទអញ្ចឹងអាស្រ័យលើសហព័ន្ធនីមួយៗតែគាត់ទុកក្នុងខ្លួនប៉ុន្មានហើយឲ្យកីឡាករប៉ុន្មានហើយសម្រាប់ FIFA ក៏ត្រូវបង់លុយទៅកាន់ក្លឹបបាទដែលកីឡាករកំពុងតែលេងដូចគ្នាគេក៏ហៅមកបាទហ្នឹងក៏ហៅមកលេងនៅ World Cup ហ្នឹងឧទាហរណ៍ថាកីឡាករ Arsenal ប្រហែលអ្នកមានតាំងពី Merino Saka Easy បាទ Odegaard អីចឹងមកបាទរាយាអញ្ចឹងមកអញ្ចឹងបាទ FIFA គឺគេចេញលុយសំណងទៅកាន់ក្លឹបតែមិនច្រើនទេបាទអញ្ចឹងវាអាស្រ័យទៅលើសហព័ន្ធនីមួយ FIFA មិនបានកំណត់ថាឲ្យកីឡាករប៉ុន្មាននោះទេអញ្ចឹងសហព័ន្ធគេគិតហើយបាទថាឧទាហរណ៍ថាកីឡាករក្នុងម្នាក់គេឲ្យក្នុងមួយថ្ងៃបាទ1000បាទអញ្ចឹងខ្ញុំនិយាយទៅក្នុងមួយថ្ងៃ1000លេងក៏1000មិនបានលេងក៏1000ចូលវឹកហាត់ក៏1000កីឡាកររបួសហ្នឹងក៏1000កីឡាកររៀកក៏1000ដែរបាទអញ្ចឹងឲ្យតែបានទៅគឺ1000ទាំងអស់គ្នាបាទរដូវកាលក្រោយ Man U អាចលើកពាន Premier League តែឃើញប្រិយមិត្តសួរខ្ញុំពី Man U ហើយដល់ពេលខ្ញុំនិយាយ Man U ប្រិយមិត្តថាខ្ញុំនិយាយតែពី Man U បាទសម្រាប់ការដឹកនាំរបស់ Carrick ក៏យើងឃើញថាមានការប្លែកច្រើនប៉ុន្តែការប្លែកនៅចុងរដូវកាលមុនមិនប្រកាសថាប្លែកនៅដើមរដូវកាលនេះទេបាទយើងរងចាំមើលទាំងអស់គ្នាខ្ញុំមិនអាចនិយាយថា Man U នឹងលើកពាន Man U នឹងអាចលេងអីដល់ប៉ុណ្ណាបាទប៉ុន្តែគ្រាន់ថាកីឡាករហាក់បីដូចជាមានទឹកចិត្តច្រើននៅក្នុងការបាទប្រកួតបាទក៏មានការផ្លាស់ប្ដូរបាទទម្រង់នៅក្នុងការលេងហើយសម្រាប់ Man U បាទបានចូលរួមជាមួយនឹង Manchester United បាទក៏ដូចជាឥឡូវនេះគឺជាប់បន្តកុងត្រាបន្ថែមបាទជាកីឡាករដែលស្ថិតនៅក្នុងបញ្ជីរបស់លោក Carrick បាទប៉ុន្តែយ៉ាងណាមិញអត់ស្ថិតនៅក្នុងបញ្ជីរបស់លោក Tuchel ទេបាទបានត្រឹមតែកោះហៅតែមិនបានចូលលេងបាទពីដើមមកខ្ញុំកីឡាករខ្មែរមួយប្រភេទដែលអាចធ្វើជុំលឿនបានគឺកូនខ្មែរតែអ៊ំអូច្រើនពេកមកលេហ៊ាននិយាយខ្ញុំក៏មិនហ៊ាននិយាយដែរបណ្ដាលបាទបាទបាទប្រិមិត្តថ្ងៃនេះយើងដូចជា1ម៉ោងហើយណា1ម៉ោងជាងបាទ1ម៉ោងជាងហើយបាទអញ្ចឹងក៏ប៉ុណ្្នឹងចោះប្រិមិត្តបាទយើងនិយាយអំពីយប់នេះបន្តិចទៅបាទប្រើសង្ខេបទីជាកាន់ប្រិមិត្តបើសិនជាយើងនិយាយអំពីអេស្ប៉ាញបាទមុននឹងមកដល់ចំណុចនេះបាទអេស្ប៉ាញគឺមិនទាន់មានក្រុមណាមួយដែលសុទ្ធចូលគាត់នៅឡើយទេ
អញ្ចឹងមានន័យថាទាំងការគ្រប់គ្រងបាល់ទាំងការគ្រប់គ្រងនៅលើទីលានគឺអេស្ប៉ាញគឺធ្វើបានល្អខ្លាំងមែនតើគ្រាន់ថាគាត់អត់អាចយកឈ្នះទៅលើបាទកាប់វ៉ែតបានបាទតែប្រិមិត្តក៏ឃើញដែរសំបីតែអាសង់ទីនក៏រៀងងេមងាមរបស់កាប់វ៉ែតដែរបាទអញ្ចឹងអេស្ប៉ាញគេមកប៉ុណ្ណេះគេខ្លាំងគួរសមដែរហើយគាត់ថាបាទកាប់វ៉ែតអត់អាចស៊ីអាសង់ទីនអត់អាចស៊ីអេស្ប៉ាញបានទេតែស៊ីអាសង់ទីនបានណាបាទបាទហើយយើងក៏លេខមកមើលបែលហ្សិកវិញគឺត្រដាប់ត្រដួសមែនតើបាទចាប់តាំងពីវគ្គជម្រុះក្នុងពូលមកបាទមើលទៅដូចជាតានដូចជាតឹងខ្លាំងមែនតើហើយសម្រាប់បែលហ្សិកនេះគឺមានការលើកឡើងតាក់ទងជាមួយនឹងបាទមិនគេថាមិនសូវជាយុត្តិធម៌ជាមួយនឹងការប្រកួតជាមួយនឹងសេនីហ្គាល់បាទហើយយើងឃើញថាវាឈានចូលដល់មកបន្ថែមទេបាទសម្រាប់ការប្រកួតនេះបាទក៏ដូចជាការប្រកួតមួយសហរដ្ឋអាមេរិកយើងមិនបាច់និយាយទេព្រោះសហរដ្ឋអាមេរិកគ្រាន់តែជាក្រុមដែលជាម្ចាស់ផ្ទះតែប៉ុណ្ណោះតែมันមានអីគួរឲ្យគេខ្លាចទេបាទវាហាក់បីដូចជាបាទកំភ្លើងបាទដ៏ស្រស់ស្អាតមួយតែអត់មានគ្រាប់បាទអញ្ចឹងបានត្រឹមតែស្អាតតែបាញ់មិនចេញបាទអញ្ចឹងនេះគឺជាសហរដ្ឋអាមេរិកអញ្ចឹងបើសិនយើងក៏លេចទៅមើលអេស្ប៉ាញបានឆ្លងកាត់ដំណាក់កាលបាទធ្ងន់បាទមួយធំបាទគឺយកឈ្នះទៅលើប៉ុកទុយហ្គាល់បាទចឹងចំណុចនេះយើងគ្រាន់តែមើលការប្រកួតប៉ុណ្ណេះយើងក៏ដឹងហើយថាសម្រាប់បាទអេស្ប៉ាញគឺមានកម្រិតខ្ពស់ជាងបាទបែលហ្សិកបាត់ទៅហើយបាទគិតមកដល់ពេលនេះសម្រាប់បាទចម្រាត់ថ្នាក់បាទ FIFA World Ranking រវាងប្រទេសទាំងពីរគឺអេស្ប៉ាញស្ថិតនៅក្នុងលេខរៀងទី2បាទបែលហ្សិកនៅស្ថិតនៅក្នុងលេខរៀងទី9ឯណោះប្រវត្តិដែលនៅជួបគ្នាបាទចុងក្រោយបាទគឺអត់ដែលឈ្នះអេស្ប៉ាញម្ដងណាទេបាទការប្រកួតចុងក្រោយ Friendly ក៏នៅតែអេស្ប៉ាញយកឈ្នះបាទ World Cup Qualify ក៏នៅតែអេស្ប៉ាញឈ្នះនិយាយមួយម៉ាត់ទៅគឺចាប់តាំងពីឆ្នាំ1986ដែលបែលហ្សិកឈ្នះចុងក្រោយមក90 91 92រហូតមកដល់2026នេះគឺមិនដែលឈ្នះអេស្ប៉ាញម្ដងណាទេបាទមានតែស្មើមួយលើកគត់បាទក្រៅពីហ្នឹងគឺចាញ់អេស្ប៉ាញរហូតបាទអញ្ចឹងយើងគ្រាន់តែមើលប៉ុណ្ណេះយើងក៏ដឹងដែរថាសម្រាប់ការប្រកួតនេះបាទគឺអេស្ប៉ាញគឺស្ថិតនៅកម្រិតលើជាងបាត់ទៅហើយយើងក៏ឲ្យទៅមើលកីឡាករវិញបាទសម្រាប់ De Bruyne ជាប្រហែលជាយើងរំពឹងគាត់លែងបានហើយបាទព្រោះដោយសារតែចាប់តាំងពីមុននឹងគាត់ចាក់ចេញពី Man City មកម៉េះប្រិមិត្តបាទគឺគាត់មានការធ្លាក់ form ច្រើនមែនតើបាទសម្រាប់ De Bruyne បាទយើងក៏លេខទៅមើល Doku វិញគឺពេលដែលអត់គាត់ក៏បែរសេចតានតឹងដែរបាទព្រោះតែការប្រកួតជម្រុះក្នុងពូគាត់បានសម្រាលប្រិមិត្តដោយសារតែភរិយារបស់គាត់បាទឆ្លងទន្លេហើយនេះគឺជាកូនដំបូងទៀតអញ្ចឹងគាត់សុំបាទទៅគេថាមើលកូនដំបូងរបស់គាត់ជប់មកកូនដំបូងរបស់គាត់បាទអញ្ចឹងយើងឃើញថាសម្រាប់នៅក្នុងក្រុមជម្រើសជាតិបែលហ្សិកយើងអាចឃើញហើយមានដូចជា De Bruyne, Doku, Trossard, Castagne បាទសិតតែជាកីឡាករដែលយើងមើលទៅឃើញថាមានកម្រិតខ្ពស់បាទក៏ដូចជា Lukaku បាទប៉ុន្តែខ្ញុំនិយាយថា Lukaku គឺជា striker មួយដែលអត់អាចទុកចិត្តបានទេបាទពេលខ្លះអាតំណងណាគាត់សុទ្ធបញ្ចូលទេបាទដល់ពេលអាបាល់អត់តំណងគាត់សុទ្ធចូលអញ្ចឹងណាបាទអញ្ចឹងក៏គ្រូក៏គាត់មិនដែលជាសូវទុកចិត្ត Lukaku ប្រហែលដែរហើយយើងក៏លេចទៅមើលតំបន់ប្រយុទ្ធរបស់ Belgium គឺមើលទៅមិនសូវជានេះទេហើយការប្រកួតយកឈ្នះទៅលើអាមេរិកហ្នឹងប្រិមិត្តសិតតែជាបាល់ដែលអាមេរិកហ្នឹងគឺគេហៅថាផ្លាត់ខ្លួនឯងបាទផ្លាត់ខ្លួនឯងហ្នឹងគឺច្រើនបច្ចេកទេសខុសបច្ចេកទេសខ្លួនឯងហ្នឹងច្រើនជាងអ្វីដែល Belgium ហ្នឹងគឺព្យាយាមដើម្បីរកគ្រាប់បាល់ត្រូវហើយបាទអញ្ចឹងបើសិនតែយើងក៏លេចទៅមើលប៉ុណ្ណេះមិនមែនគាត់ស៊ីអាមេរិក4គ្រាប់ហ្នឹងគឺគាត់ខ្លាំងនោះទេបាទអាមេរិកគាត់តែអ្នកចាំទីឡើងមកប៉េះបោះឲ្យគេបាត់អីហ្នឹងមួយខ្សែការពារ2នាក់អញ្ចឹងយើងអាចមើលបានថាទៅរួចទេបាទសម្រាប់ Belgium ហើយយប់នេះខ្ញុំគិតថាអេស្ប៉ាញប្រហែលជាមិនឲ្យ Belgium ស៊ីទេត្រូវហើយបាទហើយស្របពេលដែល Belgium កីឡាករប្រយុទ្ធរបស់គាត់នៅស្ទើរចេះទៀតស៊ីមិនបានទេបាល់នេះខ្ញុំគិតថាអាចនឹង0បាទរហូតដល់ថែមមកបាទបើសិនជាអេស្ប៉ាញជាយាមស៊ីអត់បានហើយនឹងមកបន្ថែមអេស្ប៉ាញនឹងស៊ីហ្នឹងហើយបាទហើយមួយទៀតអាចនឹងចុងម៉ោងគឺអេស្ប៉ាញស៊ី 1-0 ហើយចប់តែម្ដងបាទអាចនាទីទី85អាចនាទីទី88បាទអេស្ប៉ាញដាក់មកគ្រាប់ហើយចប់យកតែម្ដងបាទមិនមែនចប់អញ្ញាកដាផ្លុំចែកទីទី88ហ្នឹងណាបាទមានន័យថាបិទគ្រាប់បាល់ត្រឹមប៉ុណ្ណឹងគ្រាប់បាល់ត្រឹមប៉ុណ្ណឹងនេះគេគោអេស្ប៉ាញតមួយទីទី88អេស្ប៉ាញដាក់មកគ្រាប់អញ្ញាកដាផ្លុំចែកចោលបាទខ្ញុំគិតអេស្ប៉ាញនិងបែលហ្សិកបាទស្ទើរប្រយុទ្ធដូចគ្នាអត់ទេបាទសម្រាប់ខ្ញុំគិតថាបែលហ្សិកស្ទើរប្រយុទ្ធគឺស្ទើរតែម្ដងហ្នឹងហើយប៉ុន្តែអេស្ប៉ាញអត់ទេបាទកុំមើលងាយបាទទៅលើ Marino បាទកុំមើលងាយទៅលើ Oyarzabal បាទកុំមើលងាយទៅលើបាទ Dani Olmo បាទ Ferran Torres បាទគេមាន Ferran Torres ទៀតណាប្រិមិត្តណាបាទកុំមើលងាយកុំមែននេះទេអេស្ប៉ាញគឺក្រោមការដឹកនាំរបស់លោក Fuente ហ្នឹងគឺគាត់អត់ដែរឲ្យកីឡាករគាត់ទៅស៊ីគេច្រើនទេបាទព្យាយាមគឺលេងយកបច្ចេកទេសភាគច្រើនកុំរកស៊ីណាប្រិមិត្តបាទ
mìnhមែនថាគាត់មិនស៊ីសោះហើយដូចជាការប្រកួត Nation League អីចឹងតែក្រុមខ្លះពេលខ្លះទៅគឺគាត់លេងមិនមែនថាក្បួនតែត្រូវស៊ីហ្មងទេខ្ញុំចង់និយាយបញ្ជាក់ជូនប្រិមត្តចឹងគឺមានន័យថាល្មមបាទប្រយុទ្ធឡៃហ្នឹងទៅស៊ីបានក៏ស៊ីដែរណាបើភាសាស៊ីមិនបានទេក៏ធម្មតាបាទមិនព្យាយាមដាក់សម្ពាធមិនព្យាយាមធ្វើយ៉ាងណាខ្លាំងពេកទេតែលោកហ្វិនទេគឺព្យាយាមឲ្យកូនក្រុមរបស់គាត់គឺថែរក្សាស្ថានភាពលើទីលានក្តោបស្ថានភាពលើទីលានឲ្យបានអញ្ចឹងមានន័យថាទាំងការបញ្ជូនបាល់ទាំង position ទាំងការការពារអ្វីគ្រប់បែបយ៉ាងគឺអេស្ប៉ាញគឺជាអ្នកគ្រប់គ្រងនៅក្នុងដៃទាំងអស់បាទរងចាំទៅដល់ពេលមួយពីដែលគ្រូនិយាយថាចូលរកគ្រាប់អាហ្នឹងមិនចាប់ផ្ដើមរកគ្រាប់បើមិនអញ្ចឹងទេគឺនៅលេងតាមបែបអញ្ចឹងបាទមានទៅមានមកបច្ចេកទេសបាទហើយយើងមើលតែអេស្ប៉ាញដែលងាយនឹងសុទ្ធពីចងាយគឺអត់ងាយទេបាទពីច្រើនតតែច្បាស់ណាស់ស្រួលដល់មុខទីតតែច្បាស់ណាស់បានដាក់បាទជើងមួយជើងទៅបាទក្រៅពីហ្នឹងគឺមិនសូវទេបាទកម្រណាស់បាទអញ្ចឹងយើងអាចនិយាយបានថាបាល់នេះបើទោះជាអេស្ប៉ាញស៊ីមិនសូវស្រីអត់ដល់2ទេបានមួយបាទតែបើសិនជាឲ្យបែសិកតដៃជាមួយអេស្ប៉ាញខ្ញុំមិនមើលហូបអាឡាបានបាទ